Hello ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកជួបខ្ញុំសារជាថ្មីថ្ងៃនេះបានខ្ញុំបានថតចែករំលែកវីដេអូពីនាំកូនប្រុសរបស់ខ្ញុំទៅទិញសាច់នៅផ្សារពុកម៉ែបងប្អូនសូមរំជើញពុកម៉ែបងប្អូនថាទស្សនាវីដេអូរបស់ខ្ញុំចែករំលែកតាមបងប្អូនកុំភ្លេចជួយ like ជួយ share ជួយ subscribe ខ្ញុំអ្នកមួយផងបាទសូមអរគុណពុកម៉ែបងប្អូនទទួលទានមានបានសុខភាពល្អសំណាងល្អគ្រប់គ្រួសារកន្លែងមកមើលវីដេអូរបស់ខ្ញុំវិញពុកម៉ែបងប្អូនពុំទៅញ៉ាំកូនប្រុសរបស់ខ្ញុំទៅទីកន្លែងមួយដែលថាលក់សាច់អាំងហើយក៏បានដើរកាត់ទីកន្លែងសាពុកម៉ែបងប្អូនហ្នឹងហើយក៏បានចែករំលែកថែចត់ថតជូនពុកម៉ែបងប្អូនទស្សនាជាការទាំងពុកមើលកំសាន្តក្រោយពេលពីសម្រាប់ពីការងារពុកម៉ែបងប្អូនហើយសារទីកន្លែងសាររបស់ខ្ញុំនេះគឺរយៈពេលគឺពេលខ្ញុំដើរទៅទិញនេះគឺម៉ោង 5:76 រសៀលពុកម៉ែបងប្អូនគឺយប់ព្រឹកហ្នឹងហើយក៏មិនមេឃភ្លៀងតិចៗដែរពុកម៉ែបងប្អូនតែមិនអីទេយើងអាចដើរបានសូមជម្រាបថាពុកម៉ែបងប្អូនគឺសារកន្លែងគឺមានទូចមិនធំទេហើយពុកម៉ែបងប្អូនគឺមានមនុស្សលក់ដូរជាច្រើនដូចជាមានសាច់មានមាន់ទាសាច់គោសាច់ក្បៃសាច់ជ្រូកសាច់ក្រោមមកលើអីគ្រប់មុខទាំងអស់ពុកម៉ែបងប្អូនមានបង្កងមានម្ទង់ហើយនេះខ្ញុំក៏បានទិញសាច់ឲ្យកូនរបស់ខ្ញុំគឺមួយឆ្កាក់នោះគឺពុកម៉ែបងប្អូនហ្នឹងហើយមួយឆ្កាក់នោះគឺ 10,000 រៀល10,000 ដុងគឺគិតទៅលុយខ្មែរយើងលុយរៀលគឺប្រហែលជា 1,500 ពុកម៉ែបងប្អូនហ្នឹងហើយឲ្យតែថ្ងៃសៀនឡើងគេហៅសាច់ឥឡូវទិញមកគេមួយឆ្កាក់ឲ្យពុកម៉ែបងប្អូនហ្នឹងហើយគឺគេមកគេខំគេហៅគេប្រអីពងតរងចាំផ្លូវម៉ែគេម៉ាក់គេមកវិធាការពុកម៉ែបងប្អូនខ្ញុំចាញ់ម៉ោង 2 ចូលមក6ម៉ែគេចេញម៉ោង 7 យប់ពុកម៉ែបងប្អូនជួនកាលចាំម៉ោង 7 ទៅជួនកាលក៏ម៉ោង 8 កន្លះទៅពុកម៉ែបងប្អូនមិនជួនដែរហើយនេះក៏បានដើរមកដល់ថងវិញក៏បានថតពុកម៉ែបងប្អូនថាឆ្កាក់សាច់អាហ្នឹងហើយរបៀបសាច់គេចិញ្ច្រាំពុកម៉ែបងប្អូនសាច់គេចិញ្ច្រាំហើយគេមូគេដោតទៅលើគេអាំងគេពុកម៉ែបងប្អូនហើយមួយឆ្កាក់នេះចំនួន 10,000 ដុងដែលជម្រាបប្រាប់ពុកម៉ែបងប្អូនថាបានយើងមួយឆ្កាក់នេះមានតម្លៃ 10,000 ដុងគឺនិយាយទៅវាល្មមហូបវាមិនថ្លៃហើយវាក៏មិនថោកដែរពុកម៉ែបងគឺវាល្មមហូបថ្ងៃណាក៏តើទិញអមឆ្កាក់ថ្ងៃណាក៏តើទិញអមឆ្កាក់ឲ្យពុកម៉ែបងប្អូនគឺវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសូមជម្រាបលាពុកម៉ែបងប្អូនអរគ្នាជួបគ្នានៅឱកាសក្រោយវីដេអូក្រោយកុំភ្លេចជួយ like ជួយ share ជួយ subscribe ខ្ញុំអ្នកមួយផងអរគុណជម្រាបលាពុកម៉ែបងប្អូនអរគ្នាបាយបាយ